នេះជាដំណើររឿងអំពីកំណើតរបស់ព្រះយេស៊ូវគ្រីស្ទដែលជាព្រះសង្គ្រោះមនុស្សលោកបានប្រសូតមកហេតុការណ៍នេះបានកើតឡើងនៅភូមិបេតលេហឹមក្នុងស្រុកយូដានារជ្ជកាលព្រះបាទហេរ៉ូតទេវតាជូនដំណឹងពីកំណើតរបស់ព្រះយេស៊ូវដល់នាងម៉ារីនៅភូមិណាសារ៉េតក្នុងស្រុកកាលីលេមានស្ត្រីក្រមុំព្រហ្មចារីយ៍ម្នាក់ឈ្មោះនាងម៉ារីនាងជាស្ត្រីដែលមានចិត្តសប្បុរសនិងស្លូតបូតម៉ារីជាគូដណ្ដឹងរបស់លោកយូសែបហើយយូសែបគាត់ជាជាងឈើអ្នកទាំងពីរបានភ្ជាប់ពាក្យបម្រុងនឹងរៀបការនឹងគ្នាពួកគេទាំងពីរជាមនុស្សសុចរិតនិងទៀងត្រង់ព្រមទាំងគោរពកោតខ្លាចដល់ព្រះជាម្ចាស់ផងដែរព្រះជាម្ចាស់មានផែនការដ៏ពិសេសសម្រាប់ពួកគេទ្រង់បានចាត់ទេវតាកាព្រីយ៉ែលឲ្យទៅភូមិណាសារ៉េតដើម្បីជួបនឹងនាងម៉ារីទេវតាពោលទៅកាន់នាងម៉ារីថាម៉ារីអើយចូលមានអំណរឡើងត្បិតព្រះជាម្ចាស់គប់ប្រហារតីនឹងនាងហើយព្រះអង្គគង់ជាមួយនាងពេលនាងឮទេវតាពោលមកដូច្នេះម៉ារីរន្ធត់យ៉ាងខ្លាំងទេវតាពោលទៅកាន់នាងថាកុំខ្លាចអ្វីម៉ារីអើយត្បិតព្រះជាម្ចាស់គប់ប្រហារតីនឹងចិត្តសប្បុរសនិងវិញ្ញាណដ៏បរិសុទ្ធរបស់នាងនឹងមានគភ៌ហើយសម្រាប់បានបុត្រមួយហើយនាងត្រូវហៅបុត្រនោះថាយេស៊ូទ្រង់នឹងគ្រងរាជ្យហើយគេនឹងហៅទ្រង់ថាព្រះបុត្រានៃព្រះដ៏ខ្ពង់ខ្ពស់បំផុតព្រះជាម្ចាស់នឹងឲ្យទ្រង់គ្រងរាជ្យរបស់ព្រះបាទដាវីតទ្រង់នឹងគ្រងរាជ្យលើប្រជាជនអ៊ីស្រាអែលអស់កលជានិច្ចហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរឥតមានទីបញ្ចប់ឡើយនាងម៉ារីសួរទៅទេវតាថាតើការនេះអាចកើតឡើងដោយរបៀបណាបើខ្ញុំមិនទាន់រៀបការផងនឹងទេវតាឆ្លើយទៅនាងវិញថាកុំខ្លាចអីម៉ារីអើយត្បិតព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមកសន្ធិដ្ឋលើនាងគឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាងគេនឹងហៅបុត្រដ៏វិសុទ្ធដែលត្រូវប្រសូតមកនោះថាព្រះបុត្រារបស់ព្រះជាម្ចាស់នាងម៉ារីពោលទៅកាន់ទេវតាថានាងខ្ញុំជាអ្នកបម្រើរបស់ព្រះជាម្ចាស់សូមឲ្យបានសម្រេចតាមពាក្យរបស់លោកទៅចុះបន្ទាប់មកម៉ារីក៏មានផ្ទៃពោះដូចពាក្យដែលទេវតាបានប្រាប់នាងម៉ារីបាននាំយកដំណឹងនេះទៅប្រាប់ដល់លោកយូសែបអំពីការចាប់កំណើតរបស់ព្រះសង្គ្រោះប៉ុន្តែគាត់មិនជឿនាងឡើយលោកយូសែបគូដណ្ដឹងរបស់នាងជាមនុស្សសុចរិតលោកមិនចង់បំបាក់មុខនាងឡើយលោកសម្រេចចិត្តថានឹងផ្ដាច់ពាក្យដោយស្ងាត់ៗវិញពេលលោកកំពុងគិតដូច្នេះស្រាប់តែមានទេវតារបស់ព្រះជាម្ចាស់មកប្រាប់លោកក្នុងសុបិននិមិត្តថាយូសែបអើយសូមកុំខ្លាចនឹងទទួលនាងម៉ារីមកធ្វើជាភរិយាឡើយបុត្រដែលនៅក្នុងផ្ទៃនាងកើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធនាងនឹងសម្រាលបានបុត្រមួយហើយលោកត្រូវថ្វាយព្រះនាមថាយេស៊ូត្បិតទ្រង់នឹងសង្គ្រោះប្រជារាស្ត្រព្រះអង្គឲ្យរួចពីបាបរបស់គេលុះពេលលោកយូសែបភ្ញាក់ឡើងលោកក៏ធ្វើតាមបង្គាប់ទេវតារបស់ព្រះជាម្ចាស់គឺលោកទទួលនាងម៉ារីមកធ្វើជាភរិយាកំណើតរបស់ព្រះយេស៊ូវនៅគ្រានោះស្ដេចបានប្រកាសឲ្យប្រជាជនទាំងអស់ត្រូវទៅចុះឈ្មោះក្នុងបញ្ជីតាមស្រុកកំណើតរៀងៗខ្លួនដើម្បីជំរឿនចំនួនប្រជាជនទាំងអស់ក្នុងចក្រភពរ៉ូម៉ាំងទាំងមូលរីឯលោកយូសែបក៏ចេញដំណើរពីភូមិណាសារ៉េតក្នុងស្រុកកាលីលេឆ្ពោះទៅភូមិបេតលេហឹមក្នុងស្រុកយូដាដែលជាភូមិកំណើតរបស់លោកព្រោះលោកជាញាតិវង្សរបស់ព្រះបាទដាវីតយូសែបត្រូវទៅចុះឈ្មោះក្នុងបញ្ជីជាមួយនាងម៉ារីដែលកំពុងមានផ្ទៃពោះចិត្តសម្រាប់បុត្រទៅហើយក្រោយធ្វើដំណើរអស់រយៈពេលជាច្រើនថ្ងៃរួចមកយូសែបនិងម៉ារីក៏បានមកដល់ភូមិបេតលេហឹមនៅក្នុងភូមិមានមនុស្សយ៉ាងច្រើនកុះករដែលបានមកចុះឈ្មោះនៅពេលដែលយូសែបនិងម៉ារីមកដល់ផ្ទះសំណាក់ទាំងអស់នៅក្នុងភូមិបេតលេហឹមពេញអស់ទៅហើយចំណែកនាងម៉ារីក៏គ្រប់ខែនឹងត្រូវសម្រាលបុត្រទៀតដោយពេលនោះមេឃជិតយប់ទៅហើយពួកគេនៅតែមិនអាចរកបានកន្លែងស្នាក់នៅឡើយឃើញដូច្នោះអ្នកថែរក្សាផ្ទះសំណាក់ម្នាក់មានចិត្តអាណិតពួកគេទាំងពីរក៏អនុញ្ញាតឲ្យពួកគេស្នាក់នៅក្នុងក្រោលសត្វរបស់គាត់នៅយប់នោះព្រះបុត្រារបស់ព្រះជាម្ចាស់បានប្រសូតមកម៉ារីរុំបុត្រនោះនឹងក្រណាត់ចំពុតរួចដាក់ទ្រង់ឲ្យផ្ទុំក្នុងស្នូកសត្វក្នុងស្រុកនោះនៅពេលយប់មានពួកកងវាលនៅមើលវង្សសត្វរបស់គេតាមវាលស្មៅមានទេវតារបស់ព្រះជាម្ចាស់បានលេចមកឲ្យពួកគេឃើញពន្លឺនៃសេរីរុងរឿងរបស់ព្រះជាម្ចាស់បានភ្លឺចិញ្ចែងចិញ្ចោចនៅជុំវិញគេ
ធ្វើឲ្យពួកគេភ័យខ្លាចយ៉ាងខ្លាំងទេវតាពោលទៅពួកកងវាលថាសូមកុំខ្លាចអីខ្ញុំនាំដំណឹងល្អមកប្រាប់អ្នករាល់គ្នាគឺជាដំណឹងល្អសម្រាប់ប្រជាជាតិទាំងអស់ក្នុងយប់នេះនៅភូមិបេតលេហឹមក្នុងក្រុងព្រះបាទដេវីតព្រះសង្គ្រោះបានប្រសូតហើយគឺព្រះគ្រីស្ទជាអង្គម្ចាស់មានសញ្ញាសម្គាល់សម្រាប់អ្នករាល់គ្នាអ្នករាល់គ្នានឹងឃើញទីរូបមួយទើបនឹងប្រសូតរំនឹងក្រណាត់ផ្ដេកនៅក្នុងស្នូកសត្វចូលចេញទៅហើយប្រកាសដំណឹងល្អនេះទៅកាន់មនុស្សគ្រប់គ្នាថាព្រះមេស៊ីបានប្រសូតហើយរំពេចនោះមានទេវតាជាច្រើនលេចចុះពីស្ថានសួគ៌មករួមជាមួយទេវតានោះរួចនាំគ្នាច្រៀងសរសើរដំកើងដល់ព្រះអង្គម្ចាស់លុះពួកទេវតាចាក់ចេញផុតទៅពួកគេប្រញាប់ប្រញាល់នាំគ្នាទៅភូមិបេតលេហឹមពេលពួកគេទៅដល់ក៏ឃើញមានពន្លឺមួយចេញពីក្រោលសត្វគេនាំគ្នាចូលទៅឃើញនាងម៉ារីលោកយ៉ូសែបព្រមទាំងព្រះឱរស់ផ្ទុំក្នុងស្នូកសត្វពេលពួកកងវាលឃើញបុត្រតូចហើយគេនាំគ្នាច្រៀងសរសើរដំកើងនិងថ្វាយបង្គំទ្រង់រួចនាំគ្នារៀបរាប់អំពីសេចក្តីដែលពួកទេវតាបានបង្ហាញប្រាប់ដល់ពួកគេនៅគ្រានោះមានពួកអ្នកប្រាជ្ញមួយក្រុមនៅឯស្រុកឆ្ងាយបានប្រទះឃើញផ្កាយថ្មីមួយទើបតែលេចឡើងនៅលើមេឃមានពន្លឺដ៏ភ្លឺចែងចាំងដែលពួកគេមិនធ្លាប់បានឃើញពីមុនមកពួកគេនាំគ្នាជជែកនិងសិក្សាអំពីផ្កាយថ្មីដែលទើបនឹងរះឡើងផ្កាយនោះគឺជាសម្គាល់ពីការប្រសូតមករបស់ស្ដេចនៃសាសយូដាដែលជាព្រះអង្គសង្គ្រោះរំពេចនោះពួកគេនឹកចាំនៅបទទំនាយអំពីព្រះមេស៊ីដែលនឹងត្រូវប្រសូតមកហើយនេះគឺជាទីសម្គាល់មួយដែលពួកគេកំពុងតែរង់ចាំដូច្នេះនៅពេលដែលពួកគេបានឃើញផ្កាយថ្មីនេះលេចឡើងពួកគេមានអំណររីករាយយ៉ាងខ្លាំងអ្នកប្រាជ្ញទាំង3សម្រេចចិត្តនាំគ្នាដើរតាមផ្កាយនោះដើម្បីធ្វើដំណើរទៅជួបស្ដេចថ្មីដែលទើបនឹងប្រសូតមកទាំងនាំយកនៅអំណោយដ៏មានតម្លៃវិសេសវិសាលទៅជាមួយពួកគេផងដែរក្រោយជួបជាមួយស្ដេចហេរ៉ូតហើយពួកគេក៏នាំគ្នាចេញដំណើរទៅភូមិបេតលេហឹមពេលនោះផ្កាយដែលពួកគេបានឃើញនៅទិសខាងកើតនាំមុខគេរហូតដល់កន្លែងដែលព្រះឱរស់គង់ទៅឈប់កាលអ្នកប្រាជ្ញទាំងនោះបានឃើញផ្កាយគេសប្បាយចិត្តយ៉ាងខ្លាំងគេនាំគ្នាចូលទៅក្នុងផ្ទះឃើញព្រះឱរស់គង់នៅជាមួយនាងម៉ារីជាមេដានិងលោកយ៉ូសែបគេក៏នាំគ្នាក្រាបថ្វាយបង្គំព្រះឱរស់រួចបើកហឹបយកទ្រព្យដ៏មានតម្លៃរបស់ខ្លួនមានដូចជាមាសគ្រឿងក្រអូបនិងជ័រល្វីងតេសមកថ្វាយព្រះអង្គ